ចំពោះនៅក្នុងប្រទេសកូរ៉េគឺមានរយៈពេលតែ3ខែប៉ុណ្ណោះសម្រាប់ធ្វើស្រូវបងប្អូនពីព្រោះនៅក្នុងប្រទេសកូរ៉េវាមានរដូវច្រើនឬមានរដូវត្រជាក់រដូវក្តៅរដូវទឹកជើជ្រុះប៉ុន្តែចំពោះការធ្វើកសិកម្មដំណាំស្រូវនេះគឺមានរយៈពេល3ខែសម្រាប់ស្ទូងហើយនឹងរហូតដល់ប្រមូលផលអញ្ចឹងណាបងប្អូនពីព្រោះនៅក្នុងប្រទេសកូរ៉េនេះវាមានដីតិចសម្រាប់ធ្វើកសិកម្មហើយដីភ្នំនោះរហូតដល់ទៅ70%ដោយបងបានឃើញអញ្ចឹងថតទៅទិសណាក៏ឃើញនៅភ្នំនៅប្រយនៅជុំវិញហៅស៊ឺនឹងតែម្ដងហើយការធ្វើស្រែស្រូវរយៈពេល3ខែនេះគឺដោយសារតែទី1វាតិចចូលមកដល់បើសិនជាគេច្រូតអត់ទាន់ទេវាអាចនឹងធ្វើឲ្យស្រូវនឹងខូចហើយទី2នោះគឺគេប្រញាប់យកដីដែលច្រូតហើយហ្នឹងយកទៅដាំដំណាំផ្សេងទៀតហើយដំណាំដែលបន្ទាប់ពីច្រូតហើយនោះគឺគេចាប់ផ្ដើមដាំខ្ទឹមបងប្អូនហើយគេដាំខ្ទឹមហ្នឹងគឺដាំឲ្យទាន់មុនរដូវត្រជាក់មកដល់តែពេលគេដាំហើយក្នុងកំឡុងពេលខែ9ហ្នឹងគឺត្រជាក់មកដល់ហើយអញ្ចឹងធ្វើឲ្យខ្ទឹមហ្នឹងវាអត់លូតលាស់ទេអញ្ចឹងរហូតដល់ផុតរដូវត្រជាក់ហ្នឹងខ្ទង់ខែ4ខែ5ខែ6 3ខែហ្នឹងគឺខ្ទឹមចាប់ដើមលូតលាស់ខ្លាំងហើយដកបានដល់ពេលដកបានប្រមូលផលខ្ទឹមហើយគេចាប់ដើមវាយដីហ្នឹងចាប់ដើមវាយដីក្នុងខែ7ហ្នឹងគឺស្ទូងទៀតបងប្អូនហើយនេះជាទិដ្ឋភាពនៃការស្ទូងរបស់គេហើយគេអត់មានទុកដីឲ្យទំនេរទេបងប្អូនដីនៅស្រុកគេនេះគឺវាតូចប្រជាជនច្រើនហើយភ្នំក៏វាច្រើនអញ្ចឹងគេត្រូវមានញឹកដីហ្នឹងសម្រាប់ធ្វើកសិកម្មហ្នឹងគឺអត់ទុកចោលទេវាខាតពេលវេលាអញ្ចឹងទៅហើយចំពោះការធ្វើកសិកម្មនៅស្រុកគេនេះគឺចំណេញណាបងប្អូនអត់ដូចស្រុកយើងទេគឺគេប្រើមនុស្សតិចបានផលច្រើនដូចដែលបងប្អូនបានឃើញអញ្ចឹងការស្ទូងគឺប្រើប្រជាជនអ្នកស្ទូងហ្នឹងតែ2អ្នក3អ្នកទេសម្រាប់តែជញ្ជូនហើយចំពោះការស្ទូងហ្នឹងគឺគេស្ទូងតិចទៀតដាំពីបដើមទៅហើយចំពោះទិន្នផលគេនោះគឺបានខ្ពស់អញ្ចឹងនៅក្នុងប្រទេសកូរ៉េនេះគ្រាន់តែធ្វើកសិកម្មមួយមុខឯងទៅបីចង់ក្រក៏ពិបាកក្រដែរបងប្អូនខ្ញុំនិយាយមែនហើយឲ្យក្រមិនបើការចំណាយទៅលើអញ្ចឹងវាតិចហើយស្ទូងស្រុកយើងមកច្រើនហើយចំពោះសំណាបនេះគឺគេបដោះបងប្អូនគេបដោះជាផានអញ្ចឹងនៅពេលដែលគេមុនស្ទូងអញ្ចឹងគេចាប់ដើមដកខ្ទឹមកូនស្នាបហ្នឹងបដោះដាក់ត្រេអញ្ចឹងហើយបានគេយកមកដាក់នៅលើម៉ាស៊ីនស្ទូងអញ្ចឹងទៅហើយបើយើងនិយាយពីប្រព័ន្ធទឹកគេក៏វាស្រួលទៀតបងប្អូនដូចដែលបងប្អូនបានឃើញអញ្ចឹងនៅក្បែរសំណាបហ្នឹងគឺប្រព័ន្ធទឹកគេនេះប្រព័ន្ធទឹកហ្នឹងគឺគេមានដូចជាស្រែមួយអញ្ចឹងមានខាងលើប្រព័ន្ធទឹកហូរមកហើយខាងក្រោមមានប្រព័ន្ធទឹកបន្លាយទៀបជាងហ្នឹងអញ្ចឹងទៅសម្រាប់ហូរទឹកទៅក្រោមអញ្ចឹងទៅអញ្ចឹងនៅក្នុងស្រែមួយហ្នឹងខ្វះទឹកក៏មានទឹកដាក់លើសទឹកក៏អាចប្រហូរចោលបានអញ្ចឹងទៅអញ្ចឹងវាស្រួលអញ្ចឹងសម្រាប់កសិកម្មនៅស្រុកគេហើយចំពោះទិន្នផលស្រូវហ្នឹងក៏វាលក់បានថ្លៃដែរបងប្អូនហើយប៉ុន្តែតកែនេះគាត់អត់ធ្វើស្រែសម្រាប់លក់ទេគឺគាត់មានកូនចៅរហូតដល់ទៅ5នាក់ឯណោះហើយហៅស៊ឺម្ទេសហៅស៊ឺត្រប់ហៅស៊ឺពេញប៉ោះហ្នឹងគឺមានពលករ5នាក់អញ្ចឹងគាត់ត្រូវធ្វើស្រែដើម្បីយកស្រូវហ្នឹងយកទៅផ្គត់ផ្គង់ទៅដល់ពលករបើសិនជាគាត់ទិញកឲ្យពលករអញ្ចឹងវាអស់ថ្លៃអញ្ចឹងគាត់ត្រូវធ្វើស្រូវខ្លួនឯងហើយវីដេអូថ្ងៃនេះខ្ញុំបង្ហាញបងប្អូនអំពីការធ្វើស្រែនៅក្នុងប្រទេសកូរ៉េហើយវីដេអូក្រោយខ្ញុំនឹងបង្ហាញបងប្អូនអំពីការដាំខ្ទឹមនៅក្នុងប្រទេសកូរ៉េវិញតើគេដាំខ្ទឹមម៉េចដើម្បីបានផលហើយចំពោះក្នុងប្រទេសកូរ៉េការដាំខ្ទឹមនេះគេនិយាយថាដាំច្រើនណាជាពិសេសតំបន់ខ្ញុំតំបន់055ហ្នឹងគឺដាំខ្ទឹមច្រើនណាមានទាំងប្រភេទស្លឹកខ្ទឹមពីព្រោះថាប្រជាពលរដ្ឋគេខ្លះក៏ដាំតាមផ្ទះអញ្ចឹងទៅហើយទីផ្សារគេក៏អត់ពិបាកលក់ដែរចំពោះខ្ទឹមអីនេះស្រូវអីនេះក៏អត់ពិបាកដែរពីព្រោះតម្រូវការប្រជាពលរដ្ឋហ្នឹងវាច្រើនអញ្ចឹងដីដូចដីតិចដូចខ្ញុំប្រាប់បងប្អូនដើមវីដេអូអញ្ចឹងថាដីតិចប្រជាជនច្រើនអញ្ចឹងត្រូវការតម្រូវការច្រើនដែរអញ្ចឹងទៅហើយជួបគ្នាវីដេអូក្រោយទៀតបងប្អូនវីដេអូមានតែប៉ុណ្្នឹងទេជម្រាបលាបងប្អូនបាយបាយ